ការថែទាំសុខភាពឲ្យបានរឹងមាំនិងមានអាយុយឺនយូរមិនមែនអាស្រ័យតែលើការហាត់ប្រាណប៉ុណ្ណោះទេប៉ុន្តែវាក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើរបបអាហារដែលយើងទទួលទានជារៀងរាល់ថ្ងៃផងដែរបើយោងតាមការណែនាំពីអ្នកជំនាញសុខភាពលោកអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗនិងមានអាយុវែងបានប្រសិនបើអាចកំណត់ឬជៀសវាងការទទួលទានអាហារចំនួន4ប្រភេទប្រភេទទី1គឺអាហារដែលមានជាតិស្ករខ្ពស់ដែលជាកត្តាជំរុញឲ្យការជំងឺទឹកនោមផ្អែមនិងធ្វើឲ្យរាងកាយឆាប់ចាស់តាមរយៈការបំផ្លាញកោសិកាប្រភេទទី2គឺអាហារកែច្នៃស្រាប់ឬអាហារវេចខ្ចប់ដែលមានជាតិសូដ្យូមនិងសារធាតុរក្សាគុណភាពខ្ពស់ដែលអាចបង្កើនសម្ពាធឈាមនិងប៉ះពាល់ដល់មុខងារបេះដូងប្រភេទទី3គឺអាហារជៀនខ្លាញ់ច្រើនដែលបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមនិងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូងចុងក្រោយគឺភេសជ្ជៈមានជាតិកាហ្វេអ៊ីននិងជាតិស្ករលើសកម្រិតដែលអាចរំខានដល់ការគេងនិងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារក្នុងរយៈពេលវែងការសម្រេចចិត្តកាត់បន្ថយអាហារទាំងនេះចេញពីបញ្ជីមុខម្ហូបប្រចាំថ្ងៃគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់សុខភាពផ្ទាល់ខ្លួនការផ្លាស់ប្ដូរទម្លាប់ទទួលទានដោយងាកមកញ៉ាំអាហារស្រស់ៗនិងមានជីវជាតិគ្រប់គ្រាន់មិនត្រឹមតែជួយឲ្យរាងកាយមានភាពរឹងមាំប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យលោកអ្នកមានថាមពលពេញលេញក្នុងការរស់នៅប្រកបដោយសុភមង្គលនិងអាយុយឺនយូរទៀតផង